មកដល់នេះសៀមរាប2ថ្ងៃមួយយប់បាទដើរទស្សនាទៅមើលប្រាសាទធំក៏ដូចជាជិះតាមប្រាសាទនីមួយៗទស្សនាតាមថ្មប្រាសាទថតរូបនៅប្រាសាទផ្សេងគ្នាយេបាទគាត់ថាបើក្បាលវីដេអូមកគឺខ្ញុំកំពុងទៅនៅក្នុងផ្ទះសំណាក់បាទគឺរៀបចំចេញទៅដើរលេងតែម្ដងរៀបចំខ្លួនហើយគឺយើងធ្វើដំណើរចេញទៅកាន់ថ្ងៃនេះគឺទៅខាងប្រាសាទបាយ័នជាមួយនឹងប្រាសាទបាក់ខែងព្រះខ័នសុំទោសបងព្រះខ័នហើយសម្រាប់តែដែលយើងលេងនេះគឺខាងអាសនៈអង្គរតែខាងគាត់គឺ best មែនទេគឺរៀបចំឲ្យខ្ញុំបានដេកស្រួលតែម្ដងហើយឥឡូវយើងបានមកដល់ខ្លោងទ្វារទន្លេអ៊ំក៏បានធ្វើការជិះតាមខ្លោងទ្វារចូលទៅហើយក៏បានហូបខ្លះដែរប៉ុន្តែបានហូបចូលនៅក្នុងវីដេអូនេះទេគាត់ថាផលិតភាពខ្លះបាទបើសាមនេះគ្លៀងអត់ឥឡូវយើងបន្តដំណើរទៅកាន់ប្រាសាទបាយ័នបន្ថែមទៀតដើម្បីទៅថតរូបវិញបាទឥឡូវយើងបានមកដល់ប្រាសាទបាយ័នហើយវាថាទស្សនវិជ្ជានៅទីនេះពេលដែលមេឃយើងធ្លាក់ហើយយើងមើលទៅជុំវិញប្រាសាទគឺពោពេញទៅដោយរុក្ខជាតិពណ៌បៃតងមែនតើគឺខែនគឺបៃតងតែម្ដងអានេះខ្ញុំដាក់ filter ទេគឺខ្ញុំដាក់ស៊ីមតែម្ដងបាទហើយយើងធ្វើការថតរត់យករូបភាពដើរកម្សាន្តនៅក្នុងប្រាសាទក៏ដូចជាទស្សនាទៅលើថ្មប្រាសាទផ្សេងដែលយើងបានទៅដល់ទីតាំងក្នុងទស្សនវិជ្ជាស្ដែងនេះគឺខ្ញុំធ្វើដំណើរទៅអត់ចំថ្ងៃបុណ្យទានទេគឺខ្ញុំទៅថ្ងៃធម្មតាបានន័យថាយើងស្ងប់ស្ងាត់បន្តិចប៉ុន្តែងាយស្រួលក្នុងការដើរកម្សាន្តនៅនៅសាមេឃត្រជាក់ហើយបូករួមទាំងអាកាសធាតុមេឃលៀងអលឹមតិចអញ្ចឹងយើងដើរទៅឆាប់ហត់ទេគឺថាដើរក្នុងលក្ខណៈយើងមានអារម្មណ៍ដើរកាន់តែច្រើនកាន់តែសុបាយហើយយើងធ្វើការថតរូបបាន free style បីបំផុតដែរបាទចូលតួចេញវីដេអូតួមកខ្លះដែរកុំឲ្យខាតយើងយូរមកលេងម្ដងវិញទៅថតបានច្រើនប្លង់ពួកខ្ញុំមិនងាយបានមកទេដោយសារតែទី1យើងរវល់ការងារទី2គឺអត់មានសូវមានពេលវេលាច្រើនក្នុងការសម្រាប់បាទបន្ទាប់មកក៏យើងបានធ្វើដំណើរទៅកាន់ប្រាសាទផ្សេងមួយទៀតគឺប្រាសាទព្រះខ័នតែយើងធ្វើដំណើរទៅបាទថតរូបក៏ដូចជាទស្សនាទៅលើថ្មប្រាសាទផ្សេងទៀតនៅតំបន់ប្រាសាទព្រះខ័ននោះផងដែរបាទឥឡូវគឺយើងបានមកដល់ប្រាសាទព្រះខ័ន Hello មើលកូននេះយើងកំពុងនោះនេះទៅថតកន្លែងមច្ឆាដែលកំពុងតែ trend ខ្លាំងនៅក្នុង TikTok ឬ Facebook បាទគេថាឥឡូវគឺយើងបានមកដល់ប្រាសាទព្រះខ័នហើយយើងកំពុងធ្វើដំណើរចូលទៅកាន់ច្រកនៃប្រាសាទព្រះខ័នដើម្បីចូលទៅថតរូបនៅកន្លែងដែលគេ trend ដាក់ដៃទៅដូចទូដុំពេជ្រនេះគឺជាភរិយាដ៏ម្ដងមកខ្ញុំកំពុងធ្វើដំណើរនេះគឺជាខ្លោងទ្វារដែលយើងធ្វើការដើរចូលតាមផ្លូវហ្នឹងទៅវានឹងខ្ញុំរត់យករូបភាពទាំងអស់តែម្ដងសួស្តីបងប្អូនឥឡូវយើងមកដល់ប្រាសាទព្រះខ័នគឺមកមិញថតរូបស្អាតមែនតើតែម្ដងបាទហើយមិនដែរពុកថតមិញស្វាយចិត្តទេស្វាយចិត្តបានថតថាស្អាតបាទអញ្ចឹងយើងនឹងបន្តទៅថតនៅកន្លែងកំពុង trend គឺកន្លែងមច្ឆាអញ្ចឹងយើងទៅអស់គ្នាមកធ្វើដំណើរចូលឡើងគឺដើរមកដល់បាទប្រាសាទខាងក្នុងបាទយើងធ្វើការដើរទៅបន្តទៀតទៅដល់កន្លែងប្រាសាទគក់ទ្រុងអានេះគឺខ្ញុំកំពុងគក់បឿកតែមានអារម្មណ៍ថាអត់លឺទេខ្ញុំជឿបើកសំឡេងប៉ុណ្ណឹងបាទចាំមើលបាទរបស់ខ្ញុំគាត់គក់វិញម្ដងខ្លាំងហ្នឹងលឺឡើងដឹកត្រង់ដែរបងលឺបាទមួយថតមកមួយnữaទៅវិញចាគួរខ្លាំងបាទហ្នឹងថតមកបាទបន្ទាប់ពីចេញពីកន្លែងគក់ធុងហើយគឺថាអត់បានសម្រេចទេដែលគោលដៅយើងទៅកន្លែងអាងបឹងដែលមានចកដូចមច្ឆាគឺថាខ្ញុំចុកជើងខ្លាំងមែនទែនមកហត់ហើយមួយទៀតកូនក៏ហត់យើងសម្រេចចិត្តថាយើងទៅបាក់ហើយយើងអត់ក្រោយវិញទាំងបានខំអញ្ចឹងកំណែវិសាមួយនេះគឺជាថ្ងៃមួយគឺទៅបានសាមវ័នមួយដល់សាមខាត់បាទគឺទៅទីបានប៉ុណ្ណឹងហើយបងប្អូនចិនតារីសំបាយស្វាយជាសាវរីរបស់សម្រាប់កូនគេចាំបាយសាហាលិនរោសាយនៅក្នុង Facebook របស់យើងអញ្ចឹងបាទនេះគឺកំពុងតែធ្វើដំណើរចេញមកវិញហើយគ
គឺបងគាត់កំពុងតែប្រគំលេងភ្លេងពិនពីខ្មែររបស់យើងបាទខ្ញុំគាត់បានធ្វើការចូលរួមបរិច្ចាគហើយក៏យកធ្វើស្ដារចេញទៅវិញយ៉ាងមិនបានថតអីទាំងអស់អញ្ចឹងវីដេអូទាំងអស់ហ្នឹងមានតែប៉ុណ្្នឹងទេបងអរគុណច្រើន